សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកសិក្សាជាមួយគ្នានៅពាក្យមួយចំនួនពាក់ព័ន្ធជាមួយនឹងលុយដែលយើងនឹងយកមកជជែកគ្នានៅទីនេះពាក្យច្រើនគឺពាក់ព័ន្ធជាមួយនឹងលុយអាប់ដែលលុយអាប់នៅក្នុងភាសាអង់គ្លេសគឺយើងប្រើពាក្យថា change ដែល change នៅទីនេះមានស្រាប់ពាក្យជានាមឬក៏ជា noun យើងបកប្រែថាលុយអាប់នឹងហើយបើសិនជា change មានស្រាប់ពាក្យជាកិរិយាសព្ទឬក៏ verb យើងបកប្រែថាផ្លាស់ប្ដូរតោះអញ្ចឹងយើងចាប់ផ្ដើមទៅមើលពាក្យបន្ទាប់ពាក្យទី1គឺទុកលុយអាប់ចោះដែលបងប្អូនភាគច្រើនគឺប្រហែលជាធ្លាប់ឮហើយពាក្យហ្នឹងនៅពេលដែលយើងចង់ទុកលុយអាប់ឬក៏លុយដែលនៅសល់ពីការចំណាយរបស់យើងទៅលើផលិតផលឬក៏សេវាកម្មណាមួយទៅឲ្យផ្នែកគិតលុយឬក៏ផ្នែកបម្រើសេវាកម្មហ្នឹងជាលុយ tip អញ្ចឹងគឺយើងប្រើពាក្យយើងតែងតែទុកលុយអាប់ចោះឬក៏បាច់អាប់លុយទេបងអញ្ចឹងនៅភាសាអង់គ្លេសគឺយើងប្រើឃ្លាមួយថា keep change Keep change. Keep change, Bob. Keep change, Grandpa. Keep change. ឧទាហរណ៍A គឺគាត់បានប្រាប់ទៅអតិថិជនរបស់គាត់ថា it costs $15 អញ្ចឹង A គាត់បានប្រាប់ទៅអតិថិជនគាត់ថារបស់ហ្នឹងឬក៏សេវាកម្មមួយហ្នឹងគឺវាអស់ថ្លៃ$15អញ្ចឹង B គាត់ឆ្លើយទៅវិញថា here is $20 keep change អញ្ចឹង B គាត់បានប្រាប់ទៅ A វិញថាណែបង$20មិនអាប់លុយទេឬក៏ណែបង$20ទុកលុយអាប់ចោះអញ្ចឹងនេះគឺជាអត្ថន័យនៃពាក្យថា clear keep change យើងទៅមើលពាក្យទី2ពាក្យទី2គឺអាប់លុយខ្វះអញ្ចឹងវាជារឿងធម្មតាទេដែលក្នុងការដែលទូទាត់លុយវាអាចថាមានការឲ្យលុយលើសឬក៏អាប់លុយមកវិញខ្វះអីចឹងទៅអញ្ចឹងបើក្នុងករណីដែលគេអាប់លុយយើងខ្វះតែយើងគួរតែនិយាយថាម៉េចនៅក្នុងភាសាអង់គ្លេសពាក្យថាអាប់លុយខ្វះគឺយើងប្រើពាក្យថា short change អញ្ចឹង short change នៅទីនេះគឺបងប្អូនអាចសរសេរបានពីរបែបអាចថា short change តាមបែបដកឃ្លាដែលមាន hyphen នៅកណ្ដាលនេះក៏បានឬក៏បងប្អូនអាចសរសេរតាមបែបទៀតគឺយើងសរសេរជាប់គ្នាតែម្ដងឧទាហរណ៍បើសិនជាក្នុងករណីគេអាប់លុយយើងខ្វះអញ្ចឹងយើងអាចនិយាយថា excuse me you give me short change ជាស្រ័យបងអាប់លុយខ្ញុំខ្វះហើយអញ្ចឹងអានេះគឺជាសិលធម៌មួយជាជាងដែលយើងថា hey you give me short change ហេបងឲ្យលុយខ្ញុំខ្វះហើយអញ្ចឹងពេលថា excuse me យើងត្រូវតែមានពាក្យគួរសមទៅមុនអធិស្ឋានបងបងឲ្យលុយខ្ញុំខ្វះហើយណាអញ្ចឹងពាក្យទី2គឺអាប់លុយខ្វះអង់គ្លេសគឺ short change ពាក្យទី3ចុះបើក្នុងករណីគេអាប់លុយយើងលើសវិញតែយើងត្រូវធ្វើម៉េចពាក្យថាអាប់លុយលើសជាធម្មតាអាប់លុយលើសបើអាប់លុយខ្វះហ្នឹងយើងត្រូវតវ៉ាហ្នឹងតែបើសិនអាប់លុយលើសពេលខ្លះអាចថាទៅបាត់តែហ្នឹងណាតែគាត់ថាជាសិលធម៌គឺជារឿងមួយដែលល្អដែលអឺពេលដែលគេអាប់លុយលើសយើងចេះប្រាប់គេវិញណាអញ្ចឹងអាប់លុយលើសគឺគេប្រើពាក្យថា over change អាប់លុយលើស over change ឧទាហរណ៍នៅទីនេះគឺ excuse me you give me over change ជាស្រ័យបងណែបែងអាប់លុយខ្ញុំលើនេះអញ្ចឹងយកទៅវិញទៅអញ្ចឹងទៅណាអញ្ចឹងសរុបសេចក្តីមកវិញពាក្យនៅខាងនេះគឺមាន3ទី1 keep change ទី2 short change អាប់លុយខ្វះនិងទី3គឺ over change អាប់លុយលើសអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងពាក្យក៏ដូចជា clear ប្រយោគសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃថ្មីហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនេះបានដើម្បីយើងចែករំលែកទាក់ទងជាមួយនឹងចំណេះដឹងជាមួយគ្នាអរគុណ